បន្ទាប់ពីបើកកដោអាចកំបាំងមកខ្ញុំទទួលបានវិញ្ញាសាចំអិនជើងទា confit ហើយក៏ចាប់ផ្ដើមចំអិនដាក់ភេងបន្តិចទេបងប្អូនដោយសារប្រភេទជើងទា confit នេះឆ្អិនស្រាប់ហើយវានឹងមានប្រេងច្រើនហើយបន្លែមានក្នុងហ្នឹងគឺខ្ញុំដាក់ជាទៅហើយជាមួយគ្នាតែម្ដង complete rosemary ហើយយើងស្រង់ដាក់ចានមកពេលវាក្រៀមល្មមហើយប្រភេទជើងទាត្រូវតែដាក់លើกระดาษជូតមាត់ដើម្បីឲ្យវាស្រស់ខ្លាញ់ល្អខ្ញុំក៏ចាប់ផ្ដើមរៀបចំដេក័ចានហើយការដេក័ចាននេះខ្ញុំក៏ដាក់សម្ពាធឲ្យខ្លួនឯងដែរខ្ញុំថាខ្ញុំអត់ទៅផ្សារដើម្បីទិញបន្លែបន្ថែមក្នុងការដេក័ចាននេះទេគឺខ្ញុំបើកទូទឹកកកមកមានអីគឺខ្ញុំធ្វើនឹងតែម្ដងចាក់ស្ដែងពេលបើកទូទឹកកកមកមានតែផ្កាខាត់ណាពណ៌សទេអញ្ចឹងខ្ញុំឆ្នៃវាប៉ុណ្ណឹងតែបងប្អូនថាជាលិភីលេខ1រៀបចំចានអាក្រក់មើលម្លេះអញ្ចឹងបងប្អូនអាចបកទៅមើលការពីខ្ញុំប្រកួតវគ្គ final វិញបានថាសម្រាប់ចានខ្ញុំទាំង3នឹងស្អាតខ្លាំងប៉ុណ្ណាអញ្ចឹងការរៀបចំចានប៉ុណ្នេះគឺខ្ញុំគិតថាវាសមរម្យសម្រាប់ខ្ញុំដោយសារខ្ញុំចង់ដាក់ challenge ដាក់សម្ពាធឲ្យខ្លួនឯងបន្ថែមទៀតគឺអត់មានទៅទិញបន្លែបន្ថែមមកទេឥឡូវនេះជើងទា confit របស់ខ្ញុំបានចម្អិននិងរៀបដាក់ចានរួចរាល់ហើយចាក់ស្ដែងម្ហូបគឺអត់សូវមានពណ៌អញ្ចឹងខ្ញុំកែច្នៃបន្ថែមដើម្បីមានពណ៌កពៅចានកពៅឯងមើលដូចអត់ឃើញស្អាតទេកពៅចានខ្ញុំតមើល3ម៉ោងហើយបានឃើញស្អាតព្រោះចានខ្ញុំល្អអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន